ជំរាបសួរបងម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមានបន្លែមកពីចំការរបស់យើងផ្ទាល់តែម្ដងគឺចំការថ្មបៃដុំដែលយើងប្រមូលផលថ្ងៃនេះបានច្រើនមុខគួរសមហើយថ្ងៃនេះដែរគឺពិសេសខ្លាំងយកតែមែនតែនហ្មងដោយសារតែថ្ងៃនេះដែរគឺជាថ្ងៃពុកកណាត់របស់កូនច្បងចក្រយុទ្ធចឹងខ្ញុំនឹងធ្វើការប្រម៉ូសិនអត់ប្រម៉ូសិននៅក្នុង page ប្រម៉ូសិនអីទេគឺប្រម៉ូសិននៅក្នុង account Facebook ផ្ទាល់តែម្ដងនិយាយទៅគឺបងប្អូនមិត្តភ័ក្តិអាចកំងទិញបានណាហើយខ្ញុំនឹងប្រាប់តម្លៃហើយខ្ញុំនឹងប្រាប់ពី promotion នៅក្នុងថ្ងៃហ្នឹងហើយសារយើងមានបន្លែចូលមកច្រើនហើយអានេះនិយាយទៅគឺសុទ្ធ 100% ពីចំការមកបៃដងរបស់យើងផ្ទាល់ហ្មងసోខ្ញុំនឹង review ម្ដងមួយសម្រាប់ពេញប៉ោះយើងមាន1 2 3 4ប្រភេទយើងមានពេញប៉ោះធំអានេះយើងដាំពពុះ expensive ទេពេញប៉ោះព្រួញណានិយាយទៅនេះអូយចង់និយាយថាពេញប៉ោះថាប្រយោជន៍ច្រើនដល់សុខភាពហើយបេះមកថ្មីស្រស់ចឹងហ្មងអានេះគឺយើងប្រមូលផលថ្ងៃហ្នឹងតលហ្មងអត់មានសល់ស្តុកសល់អីពីណាពីណីទេគឺបេះភ្លាមមកដល់ភ្លាមហ្មងអញ្ចឹងយើងមានពេញប៉ោះធំ1គីឡូថែម1គីឡូណែហើយយើងមានជាមួយនឹងពេញប៉ោះ cherry ពេញប៉ោះ cherry យើងមានពេញប៉ោះ cherry ពណ៌ក្រហមហើយពណ៌ក្រហមហ្នឹងយើងមានពីរពូជទៀតណាមិនមែនមានតែមួយពូជទេហើយយើងមានពេញប៉ោះ cherry ពណ៌លឿងអញ្ចឹង1គីឡូថែម1គីឡូទាំងអស់សម្រាប់ប្រភេទពេញប៉ោះ cherry លឿងក៏1គីឡូថែម1គីឡូពេញប៉ោះក្រហមក៏មួយថែមមួយពេញប៉ោះធំក៏ដូចគ្នាដែរអញ្ចឹងអានេះគឺពណ៌អូយនិយាយទៅគឺទុំល្អរសជាតិផ្អែមឆ្ងាញ់ហ្មងញ៉ាំរបៀបដូចផ្លែឈើហ្មងខ្ញុំនិយាយមែនណានេះដោយសារតែយើងថតទៅពណ៌វារៀងអត់បានលឿងខ្លាំងដូចនៅខាងក្រៅឯនៅខាងក្រៅគឺលឿងទឹកក្រូចគឺពណ៌ស្អាតខ្លាំងមែនតែពេលថតចូលទូរស័ព្ទសម្រាប់ចាញ់នៅខាងក្រៅចាចឹងសម្រាប់បងប្អូនដែលចង់បានពេញប៉ោះអាចកំងបានណាមិត្តភ័ក្តិបងប្អូនអរគ្នា1គីឡូថែម1គីឡូសម្រាប់ថ្ងៃហ្នឹងឯងថ្ងៃនេះថ្ងៃពិសេសចាយើងចូលមកបានច្រើនគួរសមអញ្ចឹងអានេះពូជមួយទៀតអានេះពូជផ្លែគេរៀងមូលមិញអាក្រហមផ្លែរៀងតវែងអញ្ចឹងណាអញ្ចឹងទាំងលឿងទាំងក្រហមទាំងផ្លែមូលទាំងផ្លែតវែងគេយើងប្រម៉ូសិន1គីឡូថែម1គីឡូទាំងអស់តាំងពីធំតាំងពីតូចហើយយើងមានប្រភេទត្រប់វែងណាត្រប់វែងអូយប្រម៉ូផលដាំដៃអានេះចូលទៅដុតហើយយកមកឆាគឺឆ្ងាញ់ខ្លាំងមែនតើហ្មងឆ្លោះល្អអានេះយើងដាំពូជ expensive ត្រប់វែងពូជ Ronaco យ៉ាឈ្មោះពូជគេគឺ Ronaco បងប្អូនយ៉ាឆ្ងាញ់ប្រភេទពូជហ្នឹងហើយពណ៌របស់វាគឺពណ៌ស្វាយខ្ចីចឹងហ្មងណាយ៉ាយើងបានបេះដាំដៃបានតែ2ថង់តែ2ថង់ប្រហែលជា20គីឡូយ៉ាអញ្ចឹងសម្រាប់បងប្អូនដែលចង់បានស្របអាចកំងបានណា1គីឡូ discount សល់5000យ៉ាថ្ងៃនេះគឺបានតម្លៃពិសេសទាំងអស់ហើយកុំប្រៀបធៀបតម្លៃជាមួយនឹងតម្លៃលក់ធម្មតាតម្លៃក្នុង page តម្លៃអីនេះអត់ខ្វល់រឿងតម្លៃពីមុនប្រហែលដែរសំខាន់ថ្ងៃនេះគឺចង់ប្រម៉ូសិនដាក់តម្លៃប៉ុណ្ណឹងហើយភេទស្វាយខ្ចីស្វាយមិនមែនស្វាយធ្វើបាញ់ថ្នាំបញ្ចេញទេគឺស្វាយដល់រដូវធម្មជាតិរបស់វាតែម្ដងក៏បេះថ្មីដូចគ្នាសម្រាប់បងប្អូនចូលចិត្តញ៉ាំម្ជូរអីយកទៅធ្វើម្ជូរយកធ្វើស្វាយជ្រក់ស្វាយត្រាំឬក៏ត្រីអាំងត្រីអីគឺអាចកំងបានណាស្វាយនេះ1គីឡូ5000ដែរដូចគាត់តែចឹងណាហើយអត់តអស់ទេយើងមានកសាំងទៀបនេះដាំនៅក្នុងផ្ទះសំណាញ់ហើយយើងធានាបន្លែរបស់យើងគឺដាំតាមស្តង់ដារសុវត្ថិភាពតែម្ដងសុវត្ថិភាពខ្លាំងហ្មងណាចឹងសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំកសាំងទៀបអាចកំងបានកសាំងទៀបលក់តម្លៃ1គីឡូ8000ហេសម្រាប់ក្នុងថងនេះវិញគឺប្រភេទសាឡាត់រ៉ូកែតប្រភេទសាឡាត់អឺរ៉ុបរ៉ូកែតនេះគឺរបៀបថាយើងញ៉ាំស្រូបជាមួយសោសសាឡាត់សោសអីចឹងណាប្រហែលជាមានបងប្អូនច្រើនដែលគាត់អត់សូវបកែញ៉ាំប្រភេទសាឡាត់អស់ហ្នឹងសារជាប្រភេទសាឡាត់បរទេសអីចឹងណាប៉ុន្តែបើសិនជាចង់កំងក៏អាចកំងបានដែរព្រោះហ្នឹងដាំក្នុងផ្ទះសំណាញ់ហើយល្អដូចគ្នាតម្លៃសម្រាប់រ៉ូកែតនេះគឺខ្ញុំលក់1គីឡូតែ10000នេះទៅលក់10000អូខេអូរត់តែពិសេសនេះស្បៃជើងទៀងថ្ងៃនេះយើងមកស្តុកច្រើនមែនតើហើយស្បៃជើងទៀងនេះសម្រាប់បងដែលគាត់ចង់យកទៅធ្វើជ្រក់អូនិយាយទៅស្បៃជើងទៀងនេះគឺដាំនៅក្នុងផ្ទះសំណាញ់ហើយគុំវាធំល្អខ្លាំងមែនតើហ្មងពីព្រោះអីសម្រាប់
ស្បៃជើងទាគឺយើងចង់បានអាគុំធំអញ្ចឹងដើម្បីយកទៅធ្វើជ្រក់វាស្រួយឆ្ងាញ់អញ្ចឹងណាអញ្ចឹងស្បៃជើងទានេះពិសេសមែនតើណាខ្ញុំលក់10គីឡូតែ35,000ទេអញ្ចឹងកុំភ្លេចចង់បានស្បៃជើងទាធ្វើជ្រក់យក10គីឡូទៅលក់ជូនតា35,000ទេហើយនេះម្ទេសហាវ៉ៃក៏ដាំក្នុងផ្ទះសណាញ់ដែរហើយធំធំល្អយើងប្រើពូជដូនយូជាពូជរបស់តៃវ៉ាន់ចាម្ទេសហាវ៉ៃរបស់ខ្មែរយើងប៉ុណ្ណានិយាយទៅគឺចេញពីចំការថ្ម3ដុំសុតហ្មងអីវ៉ាន់ខ្ញុំ review មិញណាអញ្ចឹងសម្រាប់បងចង់បានគឺកំងបានម្ទេសហាវ៉ៃគឺ1គីឡូតម្លៃលក់តែ10000ទេអូខេសរុបមកវិញគឺយើងមានបន្លែច្រើនសួស្ដីបងមិនឆេងទេបងហេអញ្ចឹងស្បៃយ៉ាងទៀត10គីឡូ35,000ពេញប៉ោះតូចពេញប៉ោះធំលឿងក្រហមអីហ្នឹងគឺយ៉ាទិញ1គីឡូថែម1គីឡូគ្រប់ប្រភេទមកពេញប៉ោះថ្ងៃហ្នឹងនិយាយមែនចង់បានកំងថ្ងៃហ្នឹងឲ្យដោយសារតែមានតែមួយថ្ងៃហ្នឹងឯងដែលខ្ញុំដាក់ប្រម៉ូសិនបែបហ្នឹងមិនកូននេះមូលហេតុនៃការប្រម៉ូសិនណាខូកណាត់ណាគេកូនខូកណាត់អូនអាយុប៉ុន្មានឆ្នាំហីមិនមែនទេសួរម្ដងទៀតអាយុប៉ុន្មានអីអាយុប៉ុន្មានអត់មានកន្លះទេអាយុ3ឆ្នាំហើយចឹងអូនលក់ប្រម៉ូសិនបន្លែមកពីចកាអូខេអ៊ំពូមីងអ៊ីចេចេជួយទិញមកអូនផងឲ្យកុហេជំរាបលាមួយចឹងជំរាបលាស្អាតមួយចឹងជំរាបលាម៉ាក់ថតតម៉ាក់ថតតអ៊ំណាកូន